សួស្តីប្រិយមិត្តអ្នកស្ដាប់ podcast របស់យើងជាទីរាប់អាននៅក្នុងអេពីសូតនេះខ្ញុំនឹងនាំប្រិយមិត្តធ្វើការស្វែងយល់អំពីសិទ្ធិនិងករណីយកិច្ចដីដែលជាប់ព្រំជាមួយគ្នាជាពិសេសគឺដីដែលមានកម្មសិទ្ធិករជាប់ព្រំគ្នាឬក៏យើងហៅថាកម្មសិទ្ធិដែលមានអ្នកជិតខាងឧទាហរណ៍ថាដីរបស់បងប្អូនរបស់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នានឹងមានព្រំបន្ទល់ជាប់ជាមួយនឹងអ្នកជិតខាងមួយម្ចាស់ពីរម្ចាស់ឬក៏បីម្ចាស់អីអញ្ចឹងទៅដើម្បីធ្វើការងាយស្រួលក្នុងការស្វែងយល់ថាតើរវាងកម្មសិទ្ធិករម្នាក់ដែលមានព្រំដីជាប់គ្នានឹងមានសិទ្ធិនិងករណីយកិច្ចអីខ្លះនៅក្នុងអេពីសូតនេះខ្ញុំនឹងនាំប្រិយមិត្តធ្វើការស្វែងយល់អំពីសិទ្ធិនិងករណីយកិច្ចរបស់ម្ចាស់កម្មសិទ្ធិនីមួយៗទៅលើដីដែលជាប់ព្រំគ្នាដោយពឹងផ្អែកទាំងស្រុងទៅលើក្រមរដ្ឋប្បវេណីនៃប្រជាណាចក្រកម្ពុជានៅក្នុងប្រទេសកម្ពុជាកម្មសិទ្ធិទៅលើអចលនវត្ថុរួមមានដីធ្លីឬក៏ផ្ទះសម្បែងជាអាចគឺត្រូវបានទទួលស្គាល់និងការពារដោយច្បាប់ដែលមានច្បាប់ស្តីពីភូមិបាលនិងក្រមរដ្ឋប្បវេណីនៃប្រជាណាចក្រកម្ពុជាបានទទួលស្គាល់សិទ្ធិហើយបង្ហាញអំពីសិទ្ធិជាច្រើនផ្សេងទៀតដោយបានកំណត់អំពីសិទ្ធិរបស់កម្មសិទ្ធិករនៅក្នុងការគ្រប់គ្រងប្រើប្រាស់អាស្រ័យផលនិងចាត់ចែងទៅលើអចលនវត្ថុដែលជាកម្មសិទ្ធិរបស់ខ្លួននោះបានដោយសេរីស្របទៅតាមបញ្ញត្តិច្បាប់នៃប្រជាណាចក្រកម្ពុជាហើយជាទូទៅនៅក្នុងសកម្មភាពនៃការប្រើប្រាស់និងអាស្រ័យផលទៅលើអចលនវត្ថុទាំងអស់ហ្នឹងតែងតែកើតមាននៅវិវាទវាជារឿងធម្មតានៅពេលដែលម្ចាស់ព្រំដីតែងមានវិវាទជាមួយគ្នាទៅវិញទៅមកបាទវាស្ទើរតែជារឿងកើតឡើងញឹកញាប់នៅក្នុងសហគមន៍ហើយបងប្អូនឬក៏ប្រិយមិត្តនឹងអាចដឹងអាចឮឬក៏ជួបប្រទះដោយខ្លួនឯងផងអញ្ចឹងនៅក្នុងអេពីសូតនេះខ្ញុំគិតថានឹងផ្ដល់ភាពសំខាន់នៅក្នុងការស្វែងយល់អំពីសិទ្ធិនិងករណីយកិច្ចហើយរកមធ្យោបាយនៅក្នុងការដោះស្រាយវិវាទបានដោយសន្តិវិធីជាពិសេសរវាងទំនាក់ទំនងរបស់កម្មសិទ្ធិករនៃអចលនវត្ថុជាប់ព្រំពោលគឺវិវាទដីធ្លីវិវាទកម្មសិទ្ធិលើដីធ្លីផ្ទះសម្បែងដីជាប់ព្រំដែលជាប់ព្រំគ្នាចេញពីការប្រើប្រាស់ឬក៏ផ្ទះសម្បែងរបស់ខ្លួនតែម្ដងបាទអនុលោមតាមក្រមរដ្ឋប្បវេណីនៃប្រជាណាចក្រកម្ពុជាបានកំណត់អំពីសិទ្ធិនិងករណីយកិច្ចកម្មសិទ្ធិករដែលមានដីជាប់ព្រំគ្នាទៅលើចំណុចសំខាន់ចំនួន2ដូចខាងក្រោមទី1អំពីសិទ្ធិរបស់កម្មសិទ្ធិករនៃដីជាប់ព្រំដោយសារតែវាមានចំណុចជាអាចសំខាន់ច្រើនដែលបានកំណត់នៅក្នុងច្បាប់អញ្ចឹងខ្ញុំសូមបែងចែកចំណុចនីមួយៗនៃសិទ្ធិដោយប្រើប្រាស់ឋានានុក្រមកខកខងជាលំដាប់នឹងការស្វែងយល់ចំណុចកសិទ្ធិប្រើប្រាស់ដីជាប់គ្នាបាទកម្មសិទ្ធិករដីអាចទាមទារប្រើប្រាស់ដីជាប់គ្នាបានក្នុងទំហំចាំបាច់ដើម្បីធ្វើរបងឬសំណង់ឬជួសជុលរបស់ទាំងពីរនោះតែម្ដងនៅជាប់ព្រំបន្ទល់ដីគ្នាឬដីក្បែរខាងគ្នាប្រសិនបើអ្នកជិតខាងរបស់យើងទទួលរងការខូចខាតដោយសារសកម្មភាពរបស់យើងធ្វើរបងជួសជុលឬធ្វើសកម្មភាពអីមួយហ្នឹងដូច្នេះយើងត្រូវផ្ដល់សំណងឲ្យគេឬក៏កម្មសិទ្ធិករមួយខាងទៀតនឹងមានសិទ្ធិទទួលសំណងពីយើងក្នុងការសងទៅលើសកម្មភាពខូចខាតដែលបណ្ដាលមកពីសកម្មភាពរបស់យើងចំណុចខសិទ្ធិចេញចូលដីបិទជិតនៅក្នុងករណីមួយចំនួនគឺដីរបស់យើងនឹងត្រូវបានខ្លាចជាដីបិទជិតបើន័យថាដីរបស់គេហុំព័ទ្ធជុំវិញឬក៏មានច្រកតិចតួចសម្រាប់ចេញអីចឹងទៅអញ្ចឹងនៅក្នុងករណីនេះដីដែលព័ទ្ធជុំវិញដោយដីរបស់អ្នកដទៃហើយគ្មានច្រកចេញចូលទៅផ្លូវសាធារណៈនិងដីដែលច្រកចេញចូលនោះមិនគ្រប់គ្រាន់ហើយមានឧបសគ្គដ៏ខ្លាំងដើម្បីប្រើប្រាស់ដីនោះសម្រាប់ការធ្វើកសិកម្មឧស្សាហកម្មគឺត្រូវបានចាត់ទុកថាជាដីបិទជិតកម្មសិទ្ធិករនៃដីបិទជិតមានសិទ្ធិស្នើសុំដីអ្នកជិតខាងបានដោយយើងបង់ប្រាក់សំណងការខូចខាតទៅឲ្យអ្នកជិតខាងដោយសារការប្រើប្រាស់ផ្លូវរបស់យើងដោយសារការប្រើប្រាស់ឬក៏ការឆ្លងកាត់ផ្លូវទាំងអស់នោះជាគោលការណ៍សិទ្ធិឆ្លងកាត់នេះត្រូវបានរៀបចំឡើងទៅតាមទិសដែលមានចិត្តបំផុតហើយឆ្ពោះទៅកាន់ផ្លូវសាធារណៈជាគោលការណ៍បើសិនជាយើងត្រូវការស្នើសុំបើកដីគឺយើងត្រូវមើលផ្លូវគឺយើងត្រូវមើលទីតាំងណាដែលចិត្តបំផុតដែលវាមានការខូចខាតតិចហើយឆាប់ដល់ផ្លូវសាធារណៈសិទ្ធិឆ្លងកាត់ត្រូវបានរៀបចំទៅកន្លែងណាដែលមានការខូចខាតតិចបំផុតសម្រាប់កម្មសិទ្ធិករនៃដីដែលទទួលបន្ទុកផ្ដល់ឲ្យយើងឆ្លងកាត់ហ្នឹងប្រសិនបើដីបិទជិតកើតចេញពីការបែងចែកដីតាមរយៈការលក់ការដូរការបែងចែកមរតកឬកិច្ចសន្យាផ្សេងទៀត
សិទ្ធិឆ្លងកាត់អាចស្នើសុំបានតែចំពោះដីដែលនៅសល់ក្រោយការបែងចែកតែប៉ុណ្ណោះហើយកម្មសិទ្ធិនៃដីបិទជិតមិនចាំបាច់បង់ប្រាក់សំណងឡើយចំណុចកសិទ្ធិប្រើប្រាស់ទឹកភ្លៀងអញ្ចឹងអត់ចម្លើយទេយើងមានសិទ្ធិពេញលេញនៅក្នុងការប្រើប្រាស់ប្រភពទឹកឬក៏ទឹកភ្លៀងដែលមាននៅក្នុងដីរបស់យើងបើន័យថាបើសិនជានៅក្នុងដីរបស់យើងមានប្រភពទឹកចេញមកពីធម្មជាតិឬក៏ទឹកភ្លៀងធ្លាក់មកលើដីរបស់យើងនឹងយើងមានសិទ្ធិនៅក្នុងការប្រើប្រាស់ក៏បានយើងប្រហូរចោលក៏បានដែរចំណុចខសិទ្ធិធ្វើផ្លូវទឹកដើម្បីស្រោចស្រពកម្មសិទ្ធិដែលម្ចាស់កម្មសិទ្ធិដែលចង់ឲ្យមានទឹកដែលខ្លួនមានសិទ្ធិប្រើប្រាស់ដើម្បីស្រោចស្រពលើដីរបស់ខ្លួនអាចធ្វើឬរក្សាទុកនៅផ្លូវទឹកឆ្លងកាត់ដីរបស់ខ្លួនដែលស្ថិតនៅចន្លោះប្រភពទឹកនោះបានអញ្ចឹងបើមានស្ទឹងមានអីនៅកណ្ដាលមានអូអីកណ្ដាលយើងអាចរក្សាទុកជាកម្មសិទ្ធិរបស់យើងបានដោយបង់ប្រាក់សំណងនៃការខូចខាតទៅលើកម្មសិទ្ធិករនៃដីដែលត្រូវឆ្លងកាត់អញ្ចឹងនៅក្នុងករណីនេះបើសិនជាអត់មានទេយើងចង់ប្រហូរទឹកឆ្លងកាត់ប្រភពណាមួយឬក៏ឆ្លងកាត់ដីណាមួយក៏យើងអាចស្នើសុំគេបានដែរប៉ុន្តែយើងត្រូវសងសំណងទៅលើការខូចខាតឲ្យម្ចាស់ដីដែលយើងប្រើប្រាស់ស្នើសុំនឹងបានក៏សិទ្ធិបង្ហូរទឹកស្រោចស្រពនៅក្នុងចំណុចនេះគឺនិយាយអំពីសិទ្ធិបង្ហូរទឹកស្រោចស្រពដើម្បីឆ្លងកាត់ដីខាងក្រោមក្នុងករណីខ្លះយើងមានទឹកស្រោចស្រពហើយវាហូរទៅដីខាងក្រោមបានដោយកម្មសិទ្ធិករដែលមានដីអាចបង្ហូរទឹកដែលស្រោចស្រពហើយទៅលើដីរបស់ខ្លួនឆ្លងកាត់ដីខាងក្រោមបានដោយបង់សំណងជាប្រាក់និងកម្មសិទ្ធិទៅដល់កម្មសិទ្ធិអ្នកដែលនៅខាងក្រោមក្នុងករណីដែលយើងបង្ហូរទឹកចោលទៅឆ្លងកាត់ដីអ្នកនៅខាងក្រោមហ្នឹងបាទចំណុចចគឺសិទ្ធិបង្ហូរទឹកចោលនៃកម្មសិទ្ធិករនៃដីលិចទឹកកម្មសិទ្ធិករនៃដីលិចទឹកទាំងស្រុងឬមួយចំណែកអាចបង្ហូរទឹកដែលបណ្ដាលឲ្យមានការខូចខាតចេញពីដីរបស់ខ្លួនបានលុះត្រាណាតែគោរពបញ្ញត្តិនៃច្បាប់ឬបទដ្ឋានគតិយុត្តអនាម័យផ្សេងទៀតចំណុចចុងក្រោយនៃផ្នែកទី1នេះគឺសិទ្ធិលើកនិងសិទ្ធិប្រើប្រាស់ទំនប់ក្នុងករណីដីរបស់យើងឆ្ងាយពីស្ទឹងបឹងព្រែកជាប្រភពទឹកធម្មជាតិហើយយើងមានភាពចាំបាច់នៅក្នុងការបង្ហូរទឹកអញ្ចឹងយើងចង់សង់សំណង់ណាមួយដើម្បីបង្ហូរទឹកនៅក្នុងកន្លែងនេះភាសាច្បាប់គេហៅថាសិល្បការឬក៏សំណង់ដើម្បីធ្វើការបង្ហូរទឹកមកកាន់ដីរបស់ខ្លួនត្រូវឆ្លងកាត់ដីផ្សេងទៀតអញ្ចឹងម្ចាស់កម្មសិទ្ធិអាចស្នើសុំសាងសង់សំណង់បង្ហូរទឹកចូលមកក្នុងដីរបស់យើងបានដើម្បីយកមកស្រោចស្រពផលដំណាំរបស់យើងបានប៉ុន្តែយើងត្រូវធ្វើការសងសំណងទៅម្ចាស់កម្មសិទ្ធិដីដែលយើងឆ្លងកាត់ប៉ុន្តែបើសិនជានៅក្នុងករណីថាយើងឆ្លងកាត់ដីនឹងហើយម្ចាស់ដីនឹងគាត់ត្រូវការប្រើដែរដោយសារមានកន្លែងខ្លះគាត់ត្រូវការបង្ហូរទឹកចេញពីសំណង់នឹងដែរអញ្ចឹងយើងអាចធ្វើការបែងចែកគ្នាបានគឺត្រូវធ្វើការបែងចែកដើម្បីការចំណាយការអីចឹងទៅជាសហួយថែទាំសហួយទៅលើការសាងសង់អីចឹងទៅអញ្ចឹងជាទូទៅនៅក្នុងសំណុំនិស្សិតយើងមានសិទ្ធិច្រើននៅក្នុងការប្រើប្រាស់ឬក៏ស្នើសុំឲ្យភាគីនៅជុំវិញខ្លួនរបស់យើងអ្នកជិតខាងរបស់យើងហ្នឹងគាត់បើកលំហបន្ថែមសិទ្ធិឲ្យយើងមានសិទ្ធិនៅក្នុងការស្នើសុំឲ្យអ្នកជិតខាងរបស់យើងគាត់សហការមួយយើងប៉ុន្តែរាល់សកម្មភាពនៃសិទ្ធិទាំងអស់គឺសុទ្ធសឹងតែយើងត្រូវការសហការគ្នាជាមួយនឹងអ្នកជិតខាងរបស់យើងបើសិនជាប្រិយមិត្តមានអ្នកជិតខាងរៀងល្អខ្ញុំគិតថាមិនអីទេប៉ុន្តែអ្នកខ្លះក៏រៀងតឹងតែងដែរប៉ុន្តែដើម្បីផលប្រយោជន៍របស់យើងត្រូវតែសងសំណងការខូចខាតមួយចំនួនដែរឧទាហរណ៍ដូចសិទ្ធិបើកផ្លូវឧទាហរណ៍ដូចជាការសាងសង់សំណង់ប្រហូរទឹកឬក៏ការប្រហូរទឹកឆ្លងកាត់ដីរបស់យើងអីដែលត្រូវការឆ្លងកាត់បោះដីអ្នកជិតខាងរបស់យើងហ្នឹងយើងអាចនិយាយមួយគាត់ហើយយើងសងសំណងរបស់គាត់ទៅយើងមានសិទ្ធិលើចំណុចហ្នឹងយើងបន្តទៅមើលករណីកិច្ចទី2គឺករណីកិច្ចរបស់កម្មសិទ្ធិករដែលមានដីជាប់ព្រំគ្នានៅក្នុងចំណុចទី2នេះនឹងខ្ញុំនឹងបែងចែកចេញជា5ចំណុចតូចៗដើម្បីធ្វើការស្វែងយល់ទាំងអស់គ្នាចំណុចកគឺករណីកិច្ចទទួលទឹកហូរពីធម្មជាតិកម្មសិទ្ធិករនៃដីខាងក្រោមមានករណីកិច្ចទទួលទឹកហូរពីធម្មជាតិពីដីខាងលើកម្មសិទ្ធិករនៃដីខាងក្រោមមិនអាចលើកទំនប់ទប់ភ្លឺរបាំងឬក៏កត្តាផ្សេងទៀតទប់មិនឲ្យទឹកហូរទៅខាងក្រោមទៀតបានឡើយគឺចាំបាច់គឺយើងមានសិទ្ធិប្រើប្រាស់ទឹកហើយក៏យើងមិនអាចក្នុងការទប់ទឹកនឹងប្រើទៅតែឯង
កម្មសិទ្ធិករនៃដីខាងលើមិនអាចធ្វើអំពើអ្វីដែលបន្ថែមបន្ទុកដល់កម្មសិទ្ធិករនៃដីខាងក្រោមបានឡើយនៅពេលដែលមានការប្រែប្រួលដោយករណីប្រធានស័ក្តិដែលគ្មានការទទួលខុសត្រូវរបស់ភាគីណាមួយធ្វើឲ្យរាំងស្ទះដល់ទឹកនៃដីខាងក្រោមកម្មសិទ្ធិករនៃដីខាងលើអាចធ្វើប្រឡាយឲ្យហូរដោយចេញសហុយផ្ទាល់ខ្លួនបានចំណុចខគឺករណីកិច្ចរក្សាការពារទឹកហូរករណីកម្មសិទ្ធិករនៃដីដែលស្ថិតនៅជាប់ផ្លូវទឹកហូរមានករណីកិច្ចទុកឲ្យទឹកហូរទៅដីអ្នកជិតខាងតាមតម្រូវការនៃកសិកម្មហើយកម្មសិទ្ធិករនៃដីអ្នកជិតខាងរបស់យើងនឹងក៏ត្រូវមានករណីកិច្ចដូចគ្នានឹងដែរបាទដោយយោគយល់ចំពោះដីដែលនៅឆ្ងាយតទៅទៀតអញ្ចឹងអត់អាចផ្ដាច់ទឹកហូរជាផ្ដាច់មុខបានទេត្រូវតែធ្វើការចែកតទៅខាងខុសចំណុចកអំពើដែលរំខានដល់ជីវភាពអ្នកជិតខាងកម្មសិទ្ធិករដែលមានបំណងធ្វើនៅលើដីរបស់ខ្លួននៅអំពើដែលនាំឲ្យរំខានទៅដល់ជីវភាពរបស់អ្នកជិតខាងដោយដូចជាការខួងដងការជីកស្ទង់ការជីករុករកឬក៏ការរក្សាទុកនៅវត្ថុដែលមានគ្រោះថ្នាក់វត្ថុដែលរំខានដល់អ្នកដទៃឬវត្ថុដែលគ្មានអនាម័យត្រូវអនុលោមទៅតាមច្បាប់ពិសេសដែលបានកំណត់អំពីចម្ងាយដែលត្រូវគោរពនិងអំពើដែលត្រូវអនុវត្តចំណុចខករណីដាក់រនាំងបាំងទៅលើប្អួចអញ្ចឹងបើសិនជាក្នុងករណីដែលយើងធ្វើប្អួចផ្ទះដែលយើងអាចធ្វើការសម្លឹងដោយភ្នែកទទេឃើញទៅដល់ដីឬក៏ផ្ទះអ្នកជិតខាងនៅចម្ងាយប្រហែលជា2ម៉ែត្រពីព្រំអ្នកជិតខាងត្រូវធ្វើរនាំងអញ្ចឹងក្នុងករណីដែលយើងធ្វើប្អួចបើសិនជាយើងមើលឃើញទៅចម្ងាយតិចជាង2ម៉ែត្រពីផ្ទះរបស់គេនេះយើងត្រូវធ្វើរបាំងធ្វើរនាំងណាប្រិយមិត្តទាំងអស់គ្នាបាទនិងចំណុចចុងក្រោយករណីដើមឈើនៅជាប់ព្រំកម្មសិទ្ធិករនៃដីមិនអាចដាំដើមឈើកពតឬក៏ចលព្រឹកដែលមានកម្ពស់លើសពី2ម៉ែត្រក្នុងចម្ងាយ2ម៉ែត្រពីព្រំបន្ទល់ដីអ្នកជិតខាងបានឡើយក្នុងករណីដែលមានការបំពានដោយកម្មសិទ្ធិករនៃដីអ្នកជិតខាងកម្មសិទ្ធិករនេះមានករណីកិច្ចដកចេញតាមការទាមទាររបស់កម្មសិទ្ធិករខាងដីអ្នកជិតខាងនៅពេលដែលមែកឈើឬក៏ឫសឈើដែលអ្នកជិតខាងបានដាំនឹងវាលយចូលទៅក្នុងដីរបស់កម្មសិទ្ធិករមួយខាងទៀតក៏ម្ចាស់កម្មសិទ្ធិករមួយខាងទៀតនឹងមានសិទ្ធិនៅក្នុងការប្រើប្រាស់ផលពីមែកឈើឬឈើកាប់ឈើឬក៏ចង់កាប់ឈើឬក៏យកផលឈើហ្នឹងក៏អាចមានសិទ្ធិយកផលទាំងអស់ហ្នឹងបាននេះបើយោងទៅតាមក្រមនីតិវិធីរដ្ឋប្បវេណីនិងក្រមរដ្ឋប្បវេណីនៃប្រជាជាតិកម្ពុជារបស់យើងអញ្ចឹងសម្រាប់អ្នកជិតខាងគឺសំខាន់ណាស់បាទបើយើងមានអ្នកជិតខាងល្អយើងដូចមានមាសអញ្ចឹងប៉ុន្តែបើយើងមានអ្នកជិតខាងមិនល្អអានឹងវានឹងបង្កការរំខានមកដល់យើងអញ្ចឹងចំណុចទាំងអស់នេះគឺអាចឲ្យប្រិយមិត្តធ្វើការស្វែងយល់អំពីសិទ្ធិនិងករណីកិច្ចអ្នកដែលយើងជាប់របងជាមួយគ្នានឹងបាទទាំងការធ្វើរបងចំពោះការធ្វើរបងនៅក្នុងច្បាប់គេបានចែងថាយើងចង់ចេញផ្ដាច់មុខក៏ចេញទៅហើយបើសិនជាក្នុងករណីថាភាគីម្ខាងទៀតគាត់អាចចូលរួមចំណែកនៅក្នុងការវិភាគទានបានផ្ដល់សហុយនៅក្នុងការធ្វើរបងបានក៏ផ្ដល់ដែរនឹងយើងជជែកគ្នាទៅតាមនឹងទៅប៉ុន្តែបើយើងគិតថាយើងចង់ការពារផលប្រយោជន៍របស់យើងលើដីធ្លីរបស់យើងច្រើនហើយយើងអត់ចង់ឲ្យមានការយឺតយូរនៅក្នុងការជជែកគ្នាពីរឿងធ្វើរបងធ្វើអីទេអញ្ចឹងខ្ញុំគិតថាយើងអាចធ្វើដោយខ្លួនឯងទៅក្រោយមានការឯកភាពទៅលើការកំណត់ព្រំប៉ុន្តែនៅក្នុងច្បាប់គេបានជជែកច្រើនអំពីរឿងទឹកហើយបានជាគេជជែកច្រើនទៅលើរឿងទឹកដោយសាររឿងទឹកហ្នឹងសំខាន់រឿងទឹករឿងផ្លូវចេញចូលហើយនឹងរឿងដាំដើមឈើអីតាមរបងហ្នឹងនឹងសិតជាករណីពិសេសជារួមលំហូរនៃទឹកគឺសំខាន់គឺមានត្រូវតែមានការយោគយល់គ្នានៅក្នុងសិទ្ធិទាំងអស់ហ្នឹងវាច្រើនយើងនិយាយពីសិទ្ធិលំហូរនៃទឹកករណីទី2តកតងជាមួយនឹងដីបិទជិតនិងអ្នកដែលនៅក្នុងដីបិទជិតគាត់មានសិទ្ធិនៅក្នុងការស្នើសុំឲ្យការសហការឬក៏ការគ្រប់គ្រងពីភាគីពាក់ព័ន្ធជុំវិញហ្នឹងដើម្បីបើកផ្លូវឬក៏សម្រួលនៅក្នុងការប្រើប្រាស់ផ្លូវឲ្យបានត្រឹមត្រូវហើយចំណុចពិសេសចុងក្រោយហ្នឹងគឺពាក់ព័ន្ធករណីធ្វើប្អួចហើយនឹងដាំដើមឈើអញ្ចឹងធ្វើប្អួចឬក៏ដាំដើមឈើហ្នឹងយើងត្រូវតែមានការគិតគូរដែរការធ្វើប្អួចបើសិនជាជិតគ្នាពេកតិចជាង2ម៉ែត្រអាហ្នឹងគេតម្រូវឲ្យយើងធ្វើជំរងដើម្បីការពារចំពោះការដាំដើមឈើត្រូវមានចម្ងាយច្រើនជាង2ម៉ែត្រអាហ្នឹងវាជាភាពចាំបាច់របស់ប្រិយមិត្តអ្នកស្ដាប់ត្រូវគិតហើយមែកឈើឬក៏ផ្លែឈើដែលចូលទៅដីអ្នកជិតខាងហ្នឹងគេអាចប្រើប្រាស់បានអាហ្នឹងយើងកុំខឹងគេណាបើសិនជាគេបេះឧទាហរណ៍មានស្វាយមានប៉ោមមានទុរេនមានអីចឹងទៅហើយអាមែកដែលផ្លែចូលដីគេអាហ្នឹងគេអាចប្រើប្រាស់បាន
សរុបមកទំនាក់ទំនងរវាងដីដែលជាប់គ្នាគឺត្រូវគោរពច្បាប់កំណត់អំពីសិទ្ធិនិងករណីកិច្ចក្នុងការប្រើប្រាស់ដីរបស់កម្មសិទ្ធិដែលមានដីជាប់គ្នាដើម្បីផ្ដល់ភាពងាយស្រួលនៅក្នុងការប្រើប្រាស់ដីរបស់បងប្អូនទាំងអស់គ្នាដែលយោងទៅតាមស្ថានភាពផ្សេងៗដោយបានរៀបរាប់ហើយជៀសវាងការរារាំងនិងការបំពានណាមួយជាពិសេសយើងអាចប្រើពាក្យសាមញ្ញថាភាពសនុកសុខស្រួលនិងភាពសុខសាន្តរបស់អ្នកជិតខាងណាយើងកុំឲ្យមានចំនួនជាមួយអ្នកជិតខាងអរគុណប្រិយមិត្តដែលបានស្ដាប់និងស្វែងយល់អំពីសិទ្ធិនិងករណីកិច្ចអ្នកដែលមានព្រំរបងជាប់គ្នាវាជាចំណេះដឹងផ្នែកច្បាប់ដែល podcast របស់យើងផលិតមួយទៀតសម្រាប់ចែកជូនប្រិយមិត្តធ្វើការសន្តាប់និងស្វែងយល់ទៅតាមក្របខ័ណ្ឌក្រមរដ្ឋប្រវេណីនៃប្រជាជាតិកម្ពុជាវិនាទីចុងក្រោយខ្ញុំបាទហេងកំហុងសូមអរគុណជូនពរប្រិយមិត្តទាំងអស់គ្នាមានសុខភាពល្អនិងមានអ្នកជិតខាងល្អៗយល់គ្នាក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដីអនុលោមទៅតាមច្បាប់នៃប្រជាជាតិកម្ពុជាសូមជូនពរឲ្យមានសុខសុភមង្គលនៅក្នុងគ្រួសារនិងសុខភាពល្អទាំងអស់គ្នាបាយបាយ